តោះចូលទៅដល់ចំណុចទី 3.2 និយាយពីការបន្ស៊ីមេដែកដោយត្រដុសឬក៏ដោយប្រកិតអញ្ចឹងចូលទៅដល់វិធីទី 2វិធីទី 2ហ្នឹងខ្ញុំមានសំណួរកលឹះមួយដែរសំណួរសួរថាតើនៅពេលដែលយើងបដូរប៉ូលមេដែកcủaយើងនេះប៉ូលពីរផ្សេងគ្នាយកទៅដុសជាមួយនឹងដែកគោលតើវាមានលក្ខណៈម៉ាញេទិកដែរឬទេតោះដើម្បីឆ្លើយទៅនឹងសំណួរកលឹះរបស់ខ្ញុំមានការពិសោធន៍មួយដើម្បីបង្ហាញដល់អ្នកទាំងអស់គ្នាតោះទី1ខ្ញុំមានរបាមេដែកcủaយើងមានចំនួន2ដែលរបាមេដែកនីមួយៗវាបង្ហាញពីប៉ូលជើងនិងប៉ូលត្បូងមួយទៀតគឺដែកគោលហ្នឹងយើងអាចនិយាយបានថាជាដែកថែបក៏បានដែរគ្នាយើងមួយទៀតនិយាយពីកំទេចដែកហ្នឹងដាក់ដើម្បីអីគ្នាយើងដើម្បីឲ្យយើងមានការឆក់ទាញជាមួយនឹងមេដែកហ្នឹងតោះអញ្ចឹងប្រសិនបើខ្ញុំយកដែកគោលដែលមិនទាន់ត្រដុសប៉ះជាមួយយើងរបាមេដែកតើវាមានការឆក់ទាញកំទេចដែកដែរឬទេតោះទៅមើលការពិសោធន៍ទាំងអស់នេះអញ្ចឹងនៅពេលដែលយើងយកដែកគោលចុងមកខាងនេះយកទៅប៉ះជាមួយនឹងកំទេចដែកនោះយើងនឹងគេឃើញថាកំទេចដែកនិងដែកគោលរបស់យើងអត់ឆក់គ្នាទេអត់ឆក់គ្នាទេបែបហ្នឹងគេហៅថាมันមានលក្ខណៈម៉ាញេទិកតោះប្រសិនបើខ្ញុំយករបាមេដែករបស់យើងមានប៉ូល2ដែលផ្ទុយគ្នាទី1គឺ S និង N ហ្នឹងយកទៅដុសចុងមកខាងនៃដែកគោលរបស់យើងអញ្ចឹងខ្ញុំយកប៉ូលខាង S ទៅដុសជាមួយនឹងចុងមកខាងនៃដែកគោលរបស់យើងអញ្ចឹងដុសអាហ្នឹងខ្ញុំប្រើប៉ូល S នៃរបាមេដែកហ្នឹងតោះមួយទៀតខ្ញុំយកប៉ូល N ម្ដងយកទៅដុសប៉ះកន្លែងហ្នឹងដូចគ្នាដែរអញ្ចឹងនៅពេលដែលខ្ញុំបដូរប៉ូលបែបហ្នឹងតើវាមានលក្ខណៈឆក់ទាញដែរឬទេអញ្ចឹងបន្ទាប់ពីខ្ញុំដុសរួចហើយខ្ញុំយកអាចុងមកខាងដែលខ្ញុំដុសហ្នឹងយកទៅប៉ះជាមួយនឹងកំទេចដែរតោះសង្កេតទាំងអស់គ្នានោះយើងសង្កេតឃើញថាវាមានការឆក់ទាញការឆក់ទាញបែបហ្នឹងគេហៅថាលក្ខណៈម៉ាញេទិកអញ្ចឹងត្រង់នេះបញ្ជាក់ឲ្យឃើញថារបាមេដែករបស់យើងពេលហ្នឹងវាបន្ស៊ីដែកគោលរបស់យើងហ្នឹងឲ្យคล้ายទៅជាមេដែកដែរដែលមានលក្ខណៈម៉ាញេទិកដែលអាចឆក់ទាញកំទេចដែកបានអញ្ចឹងសំណួរកលឹះរបស់ខ្ញុំឆ្លើយថាវាទោះវាបដូរប៉ូលក្តីទោះយើងមិនបដូរប៉ូលក្តីក៏វាអាចនៅឆក់កំទេចដែកបានដែរនៅពេលដែលយើងយករបាមេដែកទៅដុសទៅប៉ះជាមួយនឹងដែកគោលនោះវានឹងមានកម្លាំងម៉ាញេទិកឬក៏យើងអាចនិយាយបានថាវាមាននៅលក្ខណៈម៉ាញេទិកបាទការពិសោធន៍របស់ខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណ